រៀបចំអំពូលតាក់ទាញសត្វល្អិតនេះនៅលើអាងត្រីឬក៏នៅលើស្រះត្រីពិតជាចំណេញមែនទែនដោយសារអំពូលតាក់ទាញសត្វល្អិតនេះអត់ត្រូវការចាយលុយទៅលើភ្លើងរត់ទេបងប្អូនអញ្ចឹងនៅពេលដែលយកទៅប្រើគ្រាន់តែភ្ជាប់ជាមួយនឹងផ្ទាំងសូឡាហើយទុកវាចោលបងប្អូនអញ្ចឹងពេលមេឃងងឹតវានឹងភ្លឺអូតូហើយនៅពេលដែលមេឃភ្លឺវានឹងបិទអូតូបងប្អូនអញ្ចឹងការប្រើប្រាស់ពិតជាស្រួលមែនទែនសម្រាប់ការប្រើប្រាស់អំពូលតាក់ទាញសត្វល្អិតនេះបើនិយាយពីការប្រើនៅក្នុងខែប្រាំងអត់សូវមានសត្វល្អិតទេបងប្អូនមានតិចមែនទែនមានមួយទេហើយចូលមកខែវស្សានេះឃើញថាសត្វល្អិតច្រើនមែនទែនបងប្អូនសម្រាប់ការប្រើប្រាស់យើងមិនបាច់ខ្វល់ទេបងប្អូនរៀបចំលើអាំងត្រីលើស្រះត្រីហើយមិនបាច់ខ្វល់ទេដោយសារយប់ណាដែលមានសត្វល្អិតចេញច្រើនវានឹងមកអូតូហើយបងប្អូនអញ្ចឹងបើសត្វល្អិតមកច្រើនក៏យើងសប្បាយចិត្តសត្វល្អិតមកតិចតួចមួយក៏សប្បាយចិត្តដោយសារវានៅតែចំណេញបងប្អូនវាអត់ខាតទេមកច្រើនក៏ចំណេញមកតិចក៏ចំណេញដែរហើយសម្រាប់បងប្អូនដែលចិញ្ចឹមទង់ចិញ្ចឹមកែបចិញ្ចឹមកពឹសក៏បងប្អូនអាចរៀបចំអំពូលនេះនៅលើអាងបានដែរបងប្អូនដោយសារកពឹសអន្ទង់កែបក៏ជាសត្វដែលស៊ីប្រភេទសត្វល្អិតនេះដែរហើយសម្រាប់បងប្អូនដែលចិញ្ចឹមមាន់ចិញ្ចឹមទាអីក៏អាចរៀបចំដាក់អំពូលនេះបានដែរបងប្អូនប៉ុន្តែយើងត្រូវរៀបចំកន្លែងយើងរៀបចំជាតង់នៅខាងក្រោមនេះបងប្អូនដាក់ទឹកដែរហើយដាក់អំពូលនេះលើទៅពួកបងប្អូនដាក់ខ្ពស់ខ្លះដាក់ទាបខ្លះបើថាបងប្អូនដាក់ឈើ3ម៉ែត្រអីចឹងទៅពីអំពូលនេះដាក់ខ្ពស់ទៅបងប្អូនដាក់ចុងឈើឬក៏ចុងឫស្សីដែលមានកម្ពស់ពី3ម៉ែត្រហ្នឹងទៅហើយបន្តទៀតមកក្របទៀតបងប្អូនអាចដាក់ក្រោមបានដាក់ក្រោមក្បែរអាងទឹកបងប្អូនដែលបងប្អូនរៀបចំណាដើម្បីឲ្យសត្វល្អិតធ្លាក់ចូលទៅក្នុងទឹកហ្នឹងហើយពេលព្រឹកឡើងបងប្អូនយកមកធ្វើជាចំណីមុនចំណី